ពន្យល់ពាក្យស័ក្តិស័ក្តិសូរនៃពាក្យខ្លែងទាំងពីរនេះតើវាមានលក្ខណៈខុសគ្នាបែបណាខ្លះតោះមកមើលការបញ្យល់ជាមួយខ្ញុំទាំងអស់គ្នាចំពោះពាក្យខ្លែងទី1នោះគឺកជាងលដាក់ស្រែនិងងអានថាខ្លែងថ្នាក់ពាក្យវាជាកិរិយាដែលមានន័យថាធ្វើឲ្យប្លែកពីរូបរាងដើមដើម្បីកុំឲ្យគេស្គាល់ឧទាហរណ៍ខ្លែងរូបខ្លែងសម្ដីខ្លែងសំឡេងនិងខ្លែងបន្លំជាដើមបន្តមកទៀតពាក្យខ្លែងទី2គឺខជាងលដាក់ស្រែនិងងអានថាខ្លែងថ្នាក់ពាក្យវាជានាមគឺសំដៅទៅលើឈ្មោះសត្វស្លាបមួយប្រភេទដែលមានសម្បុរក្រហមក្រមៅនៅត្រង់កនិងមានសម្បុរសចំពុះឌុបក្រញាំជើងមាំអាចចាប់សត្វតូចៗស៊ីបានមួយវិញទៀតពាក្យខ្លែងនេះក៏គេសំដៅទៅលើវត្ថុលេងមួយប្រភេទដែលគេបង្ហោះលេងនៅតាមវាលស្រែផងដែរ